តោះបងប្អូនថ្ងៃនេះយើងចាប់ផ្ដើមកាត់ប្រមូលផលស្មៅទៀតហើយស្មៅនេះយើង3ខែហ្នឹងអាយុវា3ខែហើយឃើញថាទិន្នផលនៅខែប្រាំងនេះត្បិតថ្មីតែវាមិនល្អគ្រប់គ្រាន់ប៉ុន្តែវាឃើញថាល្អគួរសមហ្នឹងហើយស្មៅនេះ3ខែបានគួរសមបាទនេះក្រុមការងារគាត់កំពុងកាត់ហើយថ្ងៃនេះខែចុងខែ3បាទថ្ងៃ29ហ្នឹងគាត់មើលគាត់ចែកទេសគាត់កាត់ចាក់ស្ដែងហ្នឹងហើយយើងធ្វើម៉េចយើងកាត់ឲ្យស្មើដីអ្វីដែលយើងចាំបាច់ត្រូវកាត់នេះយើងកាត់ធ្វើម៉េចឲ្យស្មើដីហ្នឹងទៅអានេះឃើញអានេះដីហើយយើងកាត់ធ្វើម៉េចឲ្យស្មើទៅអញ្ចឹងណាដល់ពេលវាដុះមកម្ដងទៀតវាបែកគុំល្អមែនទេហ្នឹងហើយស្មៅនេះវាស្ទើរទឹកបើសិនបានទឹកគ្រប់គ្រាន់វាល្អមែនទេហ្នឹងហើយខ្ញុំការងារថ្ងៃនេះ2នាក់ទេហើយបានអាចលៀងកម្លាំងមកថែមស្មៅໄວស្បិតតែខែប្រាំងវាមិនល្អគ្រប់គ្រាន់ប៉ុន្តែក៏វានៅអាចទទួលយកបានហ្នឹងហើយទាំងស្លឹកនិងដើមមានសំណើមហ្នឹងហើយដោយសារយើងស្មៅយើងច្រើនដល់អញ្ចឹងដាក់ទឹកអត់បានវិលជុំអត់បានបបោដល់អញ្ចឹងទៅវាស្ទើរទឹកមួយចំនួនដែរវាមិនអត់ស្ទើរហើយមួយទៀតការកាត់មុនហ្នឹងយើងអត់បានថែមជីលាមកសัตว์ដល់អញ្ចឹងទៅដើមវាអត់ទៅឆ្លោះទេប៉ុន្តែគ្រាន់តែវាបែកគុំបានល្អអញ្ចឹងទិន្នផលវានៅតែខ្ពស់ដែរអាចចន្លោះវា60តោន50ទៅ60តោនដែរក្នុងរដូវប្រាំងហ្នឹងបើរដូវវស្សាវាអាចលោតលើសនេះហើយនៅខ្ចីល្អលេចក្បាលក្រុមការងារហ្នឹងហើយបងប្អូនចង់បានចំណេះដឹងទាក់ទងបច្ចេកទេសនៃការដាំស្មៅបងប្អូនអាច follow page ដូចជា YouTube និង TikTok របស់កសិដ្ឋានបាននឹងថតនៅបច្ចេកទេសមួយចំនួនថែមទៀតហ្នឹងហើយអរគុណ